ទឹកដែលជ្រៅជាទឹកដែលលាក់រលកហើយហូរទៅមុខយ៉ាងស្ងប់ស្ងាត់បំផុតទឹកចិត្តមនុស្សដូចគ្នាមនុស្សខ្លះស្ងប់ស្ងាត់ដូចជាទឹកមិនសូវមាត់កទេតែបើដាក់ចិត្តជួយនរណាមួយហើយគឺជួយចេញពីចិត្តចេញពីថ្លើមតែម្ដងគេមិនត្រូវការចំណាប់អារម្មណ៍គេមិនត្រូវការតបស្នងជួយដែលមានគោលដៅចង់ឃើញយើងរីកចម្រើនហើយជួយចេញពីទឹកចិត្តពិតៗបើអ្នកបានជួបមនុស្សប្រភេទនេះត្រូវតែគោរពទឹកចិត្តរបស់ពួកគេមនុស្សដែលមានចិត្តជួយយើងជាមនុស្សដែលមានតម្លៃបំផុតហើយតែមនុស្សដែលជួយយើងដោយស្ងប់ស្ងាត់មិនត្រូវការតបស្នងមិនត្រូវការចេញមុខមាត់គឺជាមនុស្សពិសេសបំផុតដែលអ្នកត្រូវតែចងចាំនិងគោរពទឹកចិត្តរបស់ពួកគេមនុស្សសន្យា10មិនស្មើអ្នកជួយពិតប្រាកដមួយឡើយនៅក្នុងទំនាក់ទំនងមនុស្សខ្លះមិនសូវនិយាយច្រើនទេតែបើអ្នកចង់ពឹងអីក៏បានដែរជួយអស់ពីចិត្តជួយដែលគ្មានត្រូវការតបស្នងជួយគឺដើម្បីជួយអ្នកមិនមែនគោលដៅផ្សេងឡើយទំនាក់ទំនងបែបនេះគឺជាទំនាក់ទំនងគុណភាពនិងគួរឲ្យគោរពជ្រាលជ្រៅបំផុតមនុស្សជួយយើងដ៏ស្ងប់ស្ងាត់ដាច់ខាតកុំប្រមាថទឹកចិត្តគេឲ្យសោះបើមានឱកាសអ្នកគួរនិយាយដឹងគុណទៅកាន់គេដោយត្រង់ដើម្បីបង្ហាញពីទឹកចិត្តរបស់អ្នកហើយគ្រប់ពេលវេលាដែលពួកគេមានបញ្ហាអ្នកក៏ត្រូវជួយគេវិញចេញពីចិត្តដូចគ្នាទោះបីជាមិនបានសងគុណគេពេញលេញតែអ្នកមិនអាចមើលរំលងទឹកចិត្តរបស់ពួកគេបានទេមនុស្សដែលជួយយើងដោយស្ងប់ស្ងាត់អ្វីដែលគាត់សប្បាយចិត្តបំផុតគាត់ចង់ឃើញយើងជោគជ័យពួកគេអត់ត្រូវការអ្វីតបស្នងពីអ្នកទេអ្នកត្រូវសន្យានឹងខ្លួនឯងថាថ្ងៃណាមួយដែលខ្ញុំទទួលបានជោគជ័យខ្ញុំនឹងមិនភ្លេចគុណរបស់អ្នកទេខ្ញុំនឹងប្រាប់ទៅសង្គមខាងក្រៅថាជោគជ័យមួយនេះបានមកដោយសារចំណែករបស់អ្នកដែរហើយខ្ញុំនឹងចងចាំគុណបំណាច់របស់អ្នកពេញមួយជីវិតបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់ស្គាល់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ទេនេះគឺជាសាខាថ្មីរបស់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP បងប្អូនអាចអញ្ជើញមកពីសាខាចាស់ត្រឹមតែចម្ងាយប្រហែលជា100ម៉ែត្រទេបងប្អូនងាកដល់ឆ្វេងដៃឃើញសាខាធំមែនទែនគឺគ្នាយើង VIP នៅទីនេះមានលក់សុទ្ធតែអវ៉ាន់ Grade A ហើយនឹងថ្មីប្រអប់ជាពិសេសនឹងមានការធានារហូតដល់1ឆ្នាំពេញតែម្ដង